បាទសួស្តីបងប្អូនទាំងអស់គ្នាបាទមកពីវីដេអូថ្មីផ្លែទៀតហើយបាទអញ្ចឹងចង់បង្ហាញអំពីបាទការដាក់រោគផ្សិតភូមិផាងដែលទៅតាមភូមិមួយចំនួនតាមភូមិបងប្អូនមួយចំនួនគឺអត់ហៅផ្សិតប៉ក់អញ្ចឹងណាបងប្អូនទាំងអស់គ្នាបាទរយៈពេលប្រហែលថ្ងៃមុននេះបាទមានភ្លៀងធ្លាក់ហើយក៏យើងសង្កេតឃើញថាផ្សិតប្រហែលជាអាចដុះអញ្ចឹងយើងនាំគ្នាដាក់រោគឥឡូវយើងបានប្រទះឃើញហើយបងប្អូនទាំងគ្នាបាទផ្សិតនេះគេហៅថាផ្សិតប៉ក់ឬក៏ហៅថាផ្សិតភូមិផាងផ្សិតនេះមានតម្លៃថ្លៃគួរសមដែរបងប្អូនបើសិនជាឈ្មោះនេះចុះមកទិញណាបងប្អូនបាទមានតម្លៃថ្លៃគួរសមបាទ1គីឡូអាចបានពី10000នេះទៅបាទអញ្ចឹងតម្លៃខ្ញុំថ្ងៃនេះបាទឡើងមកជើងភ្នំបាទមករកផ្សិតដើម្បីយកទៅធ្វើម្ហូបជួយឆ្ងាញ់ម្ដងហើយបងប្អូនម្នាក់ផ្សិតល្អមែនទេបងប្អូនហ្នឹងវាខ្ចីបងប្អូនអរគ្នាបាទវាត្រឹមតែដុះមកដល់ពេលភ្លៀងវាជោគជាំទៅហើយវាដុះនៅតាមគល់ព្រិចគល់ឈើទូចព្រៃដំឆេះហើយអញ្ចឹងណាបងប្អូនអរគ្នាបាទនិយាយពីថាបងប្អូនសប្បាយបងប្អូនមើលតែទេសភាពដែលខ្ញុំបានរុករកផ្សិតហ្នឹងក៏នៅក្នុងព្រៃបងប្អូននៅជិតភ្នំអញ្ចឹងណាបាទហើយនេះទេសភាពព្រៃឈើយើងពេលភ្លៀងធ្លាក់ហើយជាក់ជុំណាបងប្អូនហើយស្រស់បំព្រមខ្លួនងឹតហ្មងតែមិនជាអ្វីទេអ្វីដែលសំខាន់គឺយើងសប្បាយចិត្តយើងដើរដកផ្សិតបានអញ្ចឹងណាបងប្អូនអរគ្នាបាទគឺល្អមួយយ៉ាងបងប្អូនគ្នាគាត់ផ្សិតនេះគឺធានាថាយកទៅធ្វើម្ហូបគឺឆ្ងាញ់ហ្មងអញ្ចឹងមានបងប្អូនមួយចំនួនដែលគាត់ឆ្នៃចេញជាម្ហូបផ្សេងអីចឹងណាបងប្អូនខ្ញុំមិនដឹងថាបងប្អូនឆ្នៃទៅជាម្ហូបអីទេប៉ុន្តែសម្រាប់ខ្ញុំគឺខ្ញុំឆ្នៃជាមួយនឹងម្ហូបពិសេសតែម្ដងបាទដែលខ្ញុំដាក់នៅលើអេក្រង់របស់វីដេអូបាទគឺឆ្ងាញ់មែនទេបងប្អូនណាយើងមានពគាមានអីចឹងណាបាទបងប្អូនគ្នាហើយមិនថាតែយើងដើរដកផ្សិតទេបងប្អូនគ្នាយើងដោយសារភ្លៀងធ្លាក់អញ្ចឹងវាមានគេហៅថាប្រេសស្វាបងប្អូនគ្នាបងប្អូនខ្លះស្គាល់បងប្អូនខ្លះគាត់ជាមិនស្គាល់ទេអាចថាស្គាល់ច្រើនជាងអញ្ចឹងបងប្អូនគ្នាបាទអញ្ចឹងយើងបានជួបបាទប្រេសស្វាយើងដកប្រេសស្វាដើម្បីយកមកធ្វើម្ហូបមួយមុខទៀតគេហៅថាញោមជាមួយនឹងអង្ក្រងណាបងប្អូនគ្នាឆ្ងាញ់ណាស់បងប្អូនណាគាត់និយាយសូជាតិបងប្អូនគ្នាបាទហើយប្រេសស្វានេះគឺខ្ចីទៅបងប្អូនគ្នាបាទខ្ចីមែនតើប្រេសស្វានេះគឺពេលដែលភ្លៀងធ្លាក់មកគឺវាទៅតែលាស់ចឹងណាបងប្អូនគ្នាដល់កាលណាវាទៅតែលាស់យើងដកបានខ្ចីវាអត់ចាស់ទេវានៅក្តៅល្អចឹងណាបងប្អូនណានិយាយពីថាវាចេញពីដីមកបងប្អូនសិតប៉ក់ផ្សិតភងផាងហ្នឹងចឹងបានថាវាមានតម្លៃថ្លៃចឹងណាគឺវាដុះមកគឺស្អាតហើយមូលទូចទេបងប្អូនវាអត់ធំទេចឹងបងប្អូនដែលធ្លាប់ដកគឺដល់ខែរដូវផ្សិតភងផាងផ្សិតប៉ក់ហ្នឹងគឺអត់នៅផ្ទះទេបងប្អូនណាគឺនៅក្នុងព្រៃពេលហ្នឹងនៅតាមព្រៃចឹងមានតែប៉ុណ្្នឹងបងប្អូនអើយមានតែប៉ុណ្្នឹងតែវីដេអូសូមអរគុណច្រើនបាយបាយ